JBC គឺជាគណៈកម្មការរួមគ្នារវាងកម្ពុជានិងថៃដែលបានបង្កើតឡើងក្រោមការយល់ព្រមជាផ្លូវការនិង MOU លើការវាស់វែងនិងកំណត់ព្រំដែនតាំងពីឆ្នាំ2000 ហើយទូនាទីចម្បងរបស់ JBC គឺជាការកំណត់វាស់វែងពិនិត្យព្រំដែនគ្រប់ចំណុចជាមួយកងទ័ពនិងគណៈកម្មការបច្ចេកទេសទាំងពីររដ្ឋាភិបាលកម្ពុជាបានផ្ញើកំណត់ត្រាឯកភាពទៅកាន់ JBC ដើម្បីស្នើរៀបចំការប្រជុំ JBC ជាបន្ទាន់នៅខេត្តសៀមរាបក្នុងសប្តាហ៍ទី1នៃខែមករាឆ្នាំ2026នេះសំណើនេះមានគោលបំណងបន្តការវាស់វែងព្រំដែននិងដាក់សញ្ញាផ្អែកនៅតំបន់ច្រើនទៀតដូចជាព្រំដែនបន្ទាយមានជ័យព្រំដែនបាត់ដំបងនិងព្រំដែនផ្សេងៗទៀតផងដែរហើយកម្ពុជាក៏បានអះអាងថា JBC ទទួលស្គាល់ដោយច្បាប់អន្តរជាតិនិងមានឯកសារច្បាស់លាស់ពីសមាគមលើព្រំដែនព្រោះ JBC គឺជាគណៈកម្មការទ្វេភាគីក្រោម MUO នៅឆ្នាំ2000 រវាងកម្ពុជានិងថៃដូច្នេះទាំងពីរប្រទេសគឺជាម្ចាស់យន្តការនិងអ្នកទទួលស្គាល់ផ្លូវការដោយផ្ទាល់សហគមន៍អន្តរជាតិដឹងឮនិងគាំទ្រតាមគោលការណ៍អង្គការសហប្រជាជាតិប្រទេសធំៗនិងដៃគូអន្តរជាតិដូចជាចិនអាស៊ាននិងអឺរ៉ុបជាដើម